នេះជាសំឡេងជុំធម្មៈមួយនាទីពីហាងតុងជ័យមហានគរដើម្បីក្រើនរំលឹកប្រជាជនប្រុសស្រីនិងពុកម៉ែបងប្អូនទាំងអស់ឲ្យបានជ្រាបថាថ្ងៃស្អែកគឺជាថ្ងៃសិលដើម្បីពួកយើងទាំងអស់គ្នាបានបែងចែកពេលវេលាឲ្យបានត្រឹមត្រូវសម្រាប់ចូលវត្តវត្តអារាមធ្វើបុណ្យចែកទានសមារាមរក្សាសិលសន្សំបុណ្យកុសលទាំងអស់គ្នាបាតិបុគ្គលិកទានចិត្តនៃការឲ្យទានចំពោះបុគ្គលចិត្តនៃការឲ្យទានចំពោះបុគ្គលនេះព្រះបរមសាស្តាព្រះសម្មាសម្ពុទ្ធจ้าបរមគ្រូនៃយើងព្រះអង្គទ្រង់សម្ដែងថាមាន14ពួកឬ14ក្រុមពួកទី1គឺជាចិត្តនៃការឲ្យទានចំពោះសត្វអរិយឆានទាំងឡាយពួកទី2គឺជាចិត្តនៃការឲ្យទានចំពោះមនុស្សដែលទ្រុសសិលឬមនុស្សដែលមិនមានសិលពួកទី3គឺជាចិត្តនៃការឲ្យទានចំពោះបុគ្គលចំពោះមនុស្សដែលមានសិលពួកទី4គឺជាចិត្តនៃការឲ្យទានចំពោះយោគីឬយោគៈឬអ្នកបួសដែលនៅក្រៅពុទ្ធសាសនាពួកទី5គឺជាចិត្តនៃការឲ្យទានចំពោះបុគ្គលដែលកំពុងប្រព្រឹត្តខ្លួនតាមផ្លូវសូដាប័នពពួកទី6គឺជាចិត្តនៃការឲ្យទានចំពោះបុគ្គលដែលបានសម្រេចជាសូដាប័នពពួកទី7គឺជាចិត្តនៃការឲ្យទានចំពោះបុគ្គលដែលកំពុងប្រព្រឹត្តតាមផ្លូវសក្តិគាមីមៈពពួកទី8គឺជាចិត្តនៃការឲ្យទានចំពោះបុគ្គលដែលបានសម្រេចជាសក្តិគាមីមៈ